សុខបរិស្ថានបង្ហាញត្រាំងទិន្នន័យករណីភ្លើងឆេះព្រៃនៅកម្ពុជាចាប់ពីថ្ងៃទី14ដល់ថ្ងៃទី20មេសាខេត្តរតនគិរីឈរលើលំដាប់លេខរៀងទី1មានករណីឆេះព្រៃច្រើនជាងគេខេត្តរតនគិរីឈរលើលំដាប់លេខរៀងទី1មានករណីភ្លើងឆេះព្រៃច្រើនជាងគេរហូតដល់30ករណីក្នុងចំណោម25រាជធានីខេត្តក្រុងនៅកម្ពុជាចាប់ពីថ្ងៃទី14ដល់ថ្ងៃទី20ខែមេសាឆ្នាំ2025នេះបើយោងតាមរបាយការណ៍ដែលត្រូវបានចេញផ្សាយដោយក្រសួងបរិស្ថាននេះព្រឹកថ្ងៃទី21ខែមេសាឆ្នាំ2025ក្នុងសេចក្តីជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជាបានបង្ហាញឲ្យឃើញថាចាប់ពីថ្ងៃទី14ដល់ថ្ងៃទី20ខែមេសាមានករណីឆេះព្រៃនៅទូទាំងប្រទេសទាំងរាជធានីភ្នំពេញនិងបណ្ដាខេត្តនានាសរុបចំនួន60ករណីក្នុងនោះខេត្តរតនគិរីមានករណីឆេះព្រៃច្រើនជាងគេរហូតដល់30ករណីចំណែកខេត្តស្ទឹងត្រែងមានចំនួន9ករណីកំពង់ធំចំនួន5ករណីព្រះវិហារចំនួន4ករណីក្រចេះចំនួន3ករណីត្បូងឃ្មុំចំនួន2ករណីកោះកុងចំនួន2ករណីនិងខេត្តកំពង់ចាមកំពង់ឆ្នាំងកណ្ដាលតាកែវឧត្តរមានជ័យសរុបចំនួន5ករណីគួរជម្រាបជូនថាកន្លងមកជាការឆ្លើយតបនឹងការឆេះនេះក្រសួងបរិស្ថានបានសហការជាមួយអាជ្ញាធរខេត្តដែលមានតំបន់ការពារធម្មជាតិនិងអ្នកពាក់ព័ន្ធធ្វើការផ្សព្វផ្សាយនិងចុះអប់រំប្រជាពលរដ្ឋឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចូលរួមក្នុងការទប់ស្កាត់ការដុតសំរាមផ្លាស្ទិកការដុតគល់ជញ្ជ្រាំងសម្ភារៈកសិកម្មនិងការដុតស្មៅជាដើម